បាទបងប្អូនថ្ងៃនេះខ្ញុំមានរបៀបស្ងោរជ្រក់សាច់គោបាទអញ្ចឹងយើងមានគ្រឿងផ្សំរបស់យើងបាទទាំងអស់នេះសិតតែជាគ្រឿងផ្សំហើយបាទអញ្ចឹងបងប្អូនចូលមើលទស្សនាទាំងអស់គ្នាណាបាទឥឡូវនេះគឺយើងចាប់ផ្ដើមធ្វើការដាំទឹកបាទបងប្អូនយើងដាំទឹកឲ្យពុះទៅបន្ទាប់មកទៀតគឺយើងត្រូវដាក់រំដេងចូលបាទដាក់រំដេងហើយដាក់ស្លឹកគ្រៃបាទស្លឹកគ្រៃបាទយើងដាក់ស្ករអំបិលបន្តិចមកបាទដើម្បីកាត់ឆ្អាបបាទឥឡូវនេះគឺយើងរំងាស់បន្តិចបាទដាក់ស្លឹកក្រូចសើចចូលបាទដាក់សាច់គោចូលទៀតហើយបាទហ្នឹងហើយដាក់សាច់គោបាទសំរំល្មមសម្រាប់គ្រួសារទៅបាទឥឡូវនេះឆ្អិនបណ្ដើលើហើយបាទលឿនទេសាច់គោបាទអញ្ចឹងយើងមានគ្រឿងបន្ថែមទៀតបាទអញ្ចឹងយើងនឹងចាប់ដាក់គោបន្តិចមកបាទតមកទៀតគឺយើងដាក់ទឹកត្រីចូលបាទដាក់ទឹកត្រីបានមានរសជាតិឆ្ងាញ់បាទឥឡូវនេះយើងមានស្ករបាទស្ករតែដាក់ទៅឆ្ងាញ់ជាទូទៅដាក់ស្ករត្នោតបាទដាក់ស្ករត្នោតកន្លះស្លាបព្រាបាយទៅបាទឥឡូវនេះឃើញថាមានពុះបាទពុះបាទយើងដួសចេញទៅបាទកុំទុកនៅបាទខ្មៅហ្នឹងបាទដួសចេញទៅបាទចិត្តបានឆ្អិនមែនតែនហើយបាទលឿនណាស្ងោរជ្រក់តែមួយផ្លែតទេបាទដួសតទៅអស់ទៅខ្មៅខាងលើហ្នឹងមកពេលវាពុះឡើងហ្នឹងណាបាទអញ្ចឹងក្រោយពីពុះបានមួយផ្លែតហើយនេះបាទយើងនៅតែដួសឲ្យតទៅអស់ទៅខ្មៅហ្នឹងបាទឥឡូវឃើញថាយើងបង់ម្សៅស៊ុបខ្នុរចូលទៅដើម្បីបង្កើនរសជាតិបាទដាក់ម្ទេសចូលទៀតបាទដាក់2ទៅបាទហ្នឹងហើយបាទគឺបាទនេះគឺជីបាទដាក់ជីទៅឈ្ងុយល្អផងបាទហ្នឹងហើយយើងបិទក្របបន្តិចទៅបាទនឹងតែមួយផ្លែតទេផ្លត់ភ្លើងភ្លាមបាទឥឡូវនេះឃើញថាឈ្ងុយល្អណាស់បាទពិតជាឆ្ងាញ់មែនហើយបាទឥឡូវយើងបង់ស្លឹកខ្ទឹមចូលបាទស្លឹកខ្ទឹមចូលហើយបាទឥឡូវនេះគឺយើងនឹងច្បាច់ក្រូចឆ្មាបាទក្រោយពីយើងលត់ភ្លើងរួចហើយណាបាទតែបើធំដាក់តែមួយហ្នឹងគឺ